Bờ xôស្ដីបងប្អូនដែលកំពុងតាមដានស្ដាប់ឬក៏ទុំកំពុងតែតាមដានទស្សនានៅ channel របស់ខ្ញុំបាទណាខ្ញុំអត់មានអីច្រើនទេតែគ្រាន់តែចង់ផ្ដាំផ្ញើទៅបងប្អូនដែលអឺត្រៀមនឹងចង់បង្កើតមុខរបរថ្មីបាទការចិញ្ចឹមកង្កែបបែបគ្រួសារលក្ខណៈគ្រួសារណាបាទអញ្ចឹងវាអត់មានអីលំបាកទេដំបូងបើបងប្អូនអត់មានពូជទេទិញគេមកត្រឹម500ឬក៏1000ក្បាលអីទៅចិញ្ចឹមភាសាអញ្ចឹងទៅហើយយើងចម្រាញ់ទុកដែលពូជដែលដែលយើងគិតថាវាល្អណាហ្នឹងហើយអញ្ចឹងយើងទុកវាទៅហើយបន្តមកទៀតរយៈពេលដែលត្រូវបង្កាត់កូនឬក៏មេបាពូជនឹងរយៈពេល1ឆ្នាំបាទ1ឆ្នាំទៅគឺអឺមេបាពូជនឹងវាល្មមដែលយើងអាចបង្កាត់បានហើយបើដល់ឡែកបើសិនជាបងប្អូនគិតថា1ឆ្នាំយូរអញ្ចឹងចង់វាដល់1ឆ្នាំអញ្ចឹងបងប្អូនសង្កេតមើលណាសង្កេតមើលថាតើមេពូជដែលយើងទុកនឹងតើវាល្មមអាចបង្កាត់បាននៅឬក៏យើងសង្កេតមើលថាតើវាមានពងហើយនៅពងរបស់វាចាស់ឬក៏ខ្ចីបាទអញ្ចឹងការសង្កេតពងដូចជាមានវីដេអូដែលបងកសិដ្ឋានផ្សេងនេះគាត់បានបង្ហាញរួចហើយអញ្ចឹងខ្ញុំឲ្យបង្ហាញទៅទេបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើនោះគឺសង្កេតមើលមេបាពូជរបស់យើងហើយបើឈ្មោលវាអត់ជាមានបញ្ហាទេព្រោះឈ្មោលបើសិនជាវាលឺយំហើយយើងអាចយកវាមកបង្កាត់បានហើយវាមានថង់សម្លេងរបស់វាមើលច្បាស់ហើយយើងឃើញយើងដឹងហើយអញ្ចឹងយើងអាចយកវាមកបង្កាត់បានហើយបាទអញ្ចឹងនេះចំពោះខ្ញុំនេះគឺក្នុងត្រង់នេះគឺខ្ញុំប្រកាសសាកល្បងរយៈពេល1ខែហើយបាទហើយសាកល្បងនោះគឺមេបាពូជនិយាយរួមទៅតែ5គូឯនេះសាកល្បង5គូឯបាទអញ្ចឹង5គូនេះគឺមើលទៅកូនវាល្អដោយសារតែខ្ញុំចម្រាញ់យកពូជល្អហើយពងចាស់និយាយរួមពងចាស់បាទអញ្ចឹងមើលទៅគឺវាល្អបាទអញ្ចឹងការធ្វើការចិញ្ចឹមកង្កែបនេះវាអត់មានអីលំបាកទេអ្វីសំខាន់គឺស្ថិតលើបងប្អូនតើបងប្អូននឹងចង់ធ្វើវាឬក៏អត់ចង់ចិញ្ចឹមវាឬក៏អត់ហើយមានពេលសម្រាប់វាដែរឬទេបើសិនជាបងប្អូនមានពេលសម្រាប់វាអញ្ចឹងការចិញ្ចឹមកង្កែបរបស់យើងគឺលូតលាស់ល្អបាទអានេះរយៈពេល33ថ្ងៃនេះហើយបាទអញ្ចឹងធ្វើអីក៏ដោយមិនមែនការចិញ្ចឹមកង្កែបទេនិយាយរួមគឺការធ្វើការងារគ្រប់យ៉ាងបើសិនជាបងប្អូនតស៊ូឬក៏មានគំនិតច្នៃប្រឌិតគឺវានឹងអាចមានចេញលទ្ធផលទោះបីបានតិចឬក៏ច្រើនក៏ដោយតែបើសិនជាបងប្អូននៅដេកចាំណាដេកចាំសំណាងគឺខ្ញុំគិតថា100%គឺវាមិនអាចទេដល់ឡែកជាក់ស្ដែងនៅក្នុងសង្គមយើងបច្ចុប្បន្នអ្នកដែលដើរតត់ខ្យល់វាច្រើនដោយសារតែគេចង់បានការទទួលបានលទ្ធផលហ្នឹងវាឆាប់រហ័សអញ្ចឹងវាអាចធ្វើឲ្យយើងនឹងខ្ជិលអ្នកខ្ជិលច្រើននិយាយចេះ
ខ្ជិលច្រើនតែបើសិនបើបងប្អូនគិតថាខ្ជិលយើងទំនេរយើងអត់មានបានចំណូលអីទេអញ្ចឹងបងប្អូនអាចចាប់ផ្ដើមនៅការចិញ្ចឹមកង្កែបឬការចិញ្ចឹមត្រីឬការចិញ្ចឹមទង់ចិញ្ចឹមអីក៏ដោយសត្វអីគេមាន់ទាក៏ដោយបើសិនជាបងប្អូនគឺថាខ្ញុំអាចទៅរួចខាងនេះយើងធ្វើខាងនេះទៅបើយើងគិតថាខ្ញុំទៅរួចខាងនេះខ្ញុំទៅខាងនោះវិញធ្វើទៅតាមតែចិត្តបងប្អូនដែលចង់បានកុំទុកពេលវេលាចោលអត់ប្រយោជន៍បើនិយាយរួមទៅនេះខ្ញុំគិតថាការចិញ្ចឹមវាអត់មានអីពិបាកទេសំខាន់លើយើងខ្លួនឯងតាំងចិត្តថាតើយើងគួរចិញ្ចឹមឬក៏អត់ទេវាមានអ្នកដែលខ្ជិលអ្នកចិត្តខាងខ្ញុំគាត់ត្នេនិយាយរួមទៅមួយថ្ងៃវល់ថ្ងៃអង្គុយផឹករហូតដាក់បាសតម្លង់បណ្ដោយអញ្ចឹងហើយបានខ្ញុំគិតថាបើសិនជាបងប្អូនមានពេលទំនេរណាយកពេលវេលាដែលយើងថែរក្សាឬក៏ការចិញ្ចឹមសត្វដែលយើងចង់ចិញ្ចឹមនឹងឲ្យវាមានប្រយោជន៍ទៅហើយដល់ពេលចេញលទ្ធផលមកគឺវាមានចំណូលបាទទោះបីចំណេញតិចឬចំណេញច្រើនក៏យើងកាត់បន្ថយការជួបជុំអត់ប្រយោជន៍ដូចជាការផឹកស៊ីវាអត់ប្រយោជន៍ហេតុអីខ្ញុំនិយាយអញ្ចឹងខ្ញុំក៏ជាអ្នកផឹកស៊ីដែរប៉ុន្តែការផឹកស៊ីនេះយើងមានពេលវេលាជួបជុំជាមួយនឹងអ្នកដែលគេមានឋានៈខ្ពង់ខ្ពស់អីយើងអាចជួបជុំគេម្ដងម្កាលណាតែនេះចំពោះអ្នកជិតខាងខ្ញុំនេះគាត់មិនមែនម្ដងម្កាលទេគឺរាល់ថ្ងៃផឹកស៊ីមធ្យមទេងុំចាក់បាសតម្លង់ទៀតបាទអញ្ចឹងអានេះខ្ញុំសុំផ្ដាំណាបើសិនជាអ្នកជិតខាងខ្ញុំគាត់បានចាក់ស្ដាប់ឬក៏បានមើលណាអញ្ចឹងអាចកែទម្លាប់នឹងបានកែទៅវាអត់មានអីប្រយោជន៍ទេវាមានតែខាតបង់ខ្ញុំអត់ហាមទេការផឹកស៊ីព្រោះអីខ្ញុំក៏ជាអ្នកផឹកស៊ីដែរប៉ុន្តែខ្ញុំផឹកស៊ីម្ដងម្កាលទេមិនជាញឹកញយហើយក៏មិនយ៉ាងណាញឹកញាប់ដែរយើងទុកពេលវេលាហ្នឹងរកស៊ីទៅហើយបើយើងទំនេរអត់មានអីធ្វើយើងគិតមើលថាតែយើងគួរចិញ្ចឹមអីនៅផ្ទះដែលវាអាចធ្វើឲ្យមានចំណូលយើងអាចចិញ្ចឹមកង្កែបបើថាគឺថាកង្កែបប្រវត្តិចិញ្ចឹមណាអញ្ចឹងយើងអាចចិញ្ចឹមកដោបបាទកដោបតែមួយខែជាងអីហ្នឹងគឺវាអាចចាប់លក់បានហើយអត់មានទាមទារអីទេហើយយើងត្រូវការតែស្មៅឬក៏ស្លឹកចេកបាទស្លឹកចេកដាក់ឲ្យស៊ីក៏បានដែរបើតែកង្កែបគឺយើងត្រូវបំពន់វាដោយចំណីសម្រេចហើយបើយើងអត់មានលទ្ធភាពទេយើងអាចចិញ្ចឹមកដោបទៅហើយកង្កែបតាមការពិតកង្កែបក៏វាអត់មានស៊ីច្រើនដែរប៉ុណ្ណេះគឺយើងឲ្យវាស៊ីមួយថ្ងៃ3ដងតិចទៅបើយើងចង់ឲ្យវាហាធំយើងបុកវាឲ្យខ្លាំងតិចទៅសំខាន់ឲ្យវាស៊ីអស់ឲ្យវាសល់នេះទៅដាក់ទៅវាសល់តិចតួចវាអត់បញ្ហាទេវាអាចអស់យប់នេះបាទអញ្ចឹងត្រឡប់មកវិញគឺខ្ញុំសង្ឃឹមថាបងប្អូនមានពេលវេលាអាចធ្វើទៅហើយបានតិចឬក៏ច្រើនក្តីអីហ្នឹងយើងអាចធ្វើកុំឲ្យវាទំនេរអត់ប្រយោជន៍ហើយណាមួយការផឹកស៊ីនឹងវាអត់បានផលប្រយោជន៍អីទេវាអាចធ្វើឲ្យយើងនឹងវាសុខភាពរបស់យើងគឺទ្រុឌទ្រោមទៅតាមការផឹកស៊ីរបស់យើងបាទយូរម្ដងវាអត់ជាបញ្ហាទេប៉ុន្តែបើសិនឃើញរាល់ថ្ងៃហើយខ្ញុំគិតថាវាដូចជាអត់បានយូរទេបាទអញ្ចឹងខ្ញុំក៏អត់មានអីផ្ដាំច្រើនដែរខ្ញុំផ្ដាំទៅបងប្អូនដែលទំនេរអត់ការងារធ្វើ
ហើយណាមួយទៀតបងប្អូនដែលចង់ចិញ្ចឹមកង្កែបបាទអាចសាកល្បងចិញ្ចឹមបានដោយយើងជ្រើសរើសពូជក្នុងខែនេះខែ6ខែ7ខែ8នេះយើងអាចបង្កើតបានហើយបើយើងចង់បានពូជខ្លួនឯងយើងអាចទិញពូជគេបានដូចជាមួយគូ$10បាទ40000រៀលចេះបាទតែនេះពូជនេះគឺខ្ញុំចិញ្ចឹមតាំងពីឆ្នាំទៅមិញហើយខ្ញុំទុកវាដោយសារតែខ្ញុំចង់សាកល្បងថាតើខ្ញុំបង្កើតបានអត់លើខ្ញុំបង្កើតបានមែនហើយនេះរយៈពេល5សំទោស5គូបាទកូន5មេបាពូជ5គូឈ្មោល5មេ5បាទអញ្ចឹងបានកូនប៉ុណ្ណេះខ្ញុំគិតថាវាល្មមហើយបាទអាទិត្យក្រោយនេះគឺខ្ញុំបង្កាត់10គូទៀតចម្រាញ់រោមេពូជណាដែលមានកូនដែលមានពងចាស់បាទដែលមានពងចាស់អញ្ចឹងបើវាចាស់ហើយសុខភាពកូនក៏ល្អដែរដល់ឡែកត្រង់ហ្នឹងដោយខ្ញុំមកបានមើលថាមេពូជហ្នឹងវានៅខ្ចីពេលដែលបង្កាត់ទៅកូនវាមកវាញាស់ដូចគ្នាប៉ុន្តែវាសុខភាពវាអត់ល្អទេបាទងាប់ច្រើនបាទដាក់15គូឥឡូវងាប់ចុងអស់ហើយបាទចាញ់5គូក្នុងនេះទេបាទអញ្ចឹងជាចុងក្រោយគឺខ្ញុំអត់មានអីផ្ដែផ្ដាំទេគឺគ្រាន់តែចង់ប្រាប់បងប្អូនដែលអត់តាន់មានការងារធ្វើឬក៏មានការងារធ្វើហើយចង់បន្ថែមមុខរបរទៀតបងប្អូនអាចគិតគូររឿងការធ្វើការចិញ្ចឹមកង្កែបបានបាទវាអត់មានអីលំបាកទេសំខាន់លើយើងចង់ឬក៏មិនចង់បាទបើសិនយើងអត់ចង់វាលំបាកហ្នឹងហើយបើយើងអត់ចង់តែបើសិនយើងចង់វាអត់លំបាកទេបាទអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទបងប្អូនចំពោះបងប្អូនដែលមិនទាន់បានជួយចុច Subscribe ឬក៏ចុចជាវទេសូមបងប្អូនជួយចុច Subscribe ឬក៏ចុចជាវទៅម្នាក់មួយទៅដើម្បីទទួលបាននូវវីដេអូថ្មីនៅពេលដែលខ្ញុំបង្ហោះទៅគឺបងប្អូនអាចឃើញមុនគេបាទអញ្ចឹងចំពោះខ្ញុំបាទក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅឱកាសក្រោយជម្រាបលាបាយបាយ